សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានចំណេះដឹងបន្តិចបន្តួចសម្រាប់ទៅចែកទៅបងប្អូនទាំងអស់គ្នាទាក់ទងនឹងការ create and config GPO on Windows Server 2022ជាដំបូងយើងចូលមកដល់ Server Manager របស់យើងបន្ទាប់មកយើងចុចពាក្យថា Tool យើងជ្រើសរើសយកពាក្យថា Group Policy Manager អូខេបន្ទាប់មកដល់ជាដំបូងយើងចូលមកដល់យើងឃើញវាចេះតោះមកយើងចុចពាក្យថាលើពាក្យថា domain យកពាក្យname local បន្ទាប់មកយើងយកពាក្យថា group policy object អញ្ចឹងបងប្អូនចង់គ្រប់គ្រងទៅលើគេឥឡូវខ្ញុំឧទាហរណ៍ធ្វើការ disable USBចឹងយកពាក្យថា new តបមកខ្ញុំសូមសរសេរ SBចុចពាក្យថា OK មកអញ្ចឹងនេះគឺជា disable ដែលយើងបានបង្កើតដើម្បីមិញdisable USBបន្ទាប់មកខ្ញុំសូមធ្វើការមកស្ដាំទៅលើ disable USB ដែលយើងបានបង្កើតដើម្បីមិញយើងយកពាក្យថា edit មកដល់កន្លែងនេះយើងមកជ្រើសរើសយកពាក្យថា computer configuration តោះមកយើងយក policy តោះមកយើងយកពាក្យ policy ហើយយើងយក adminតោះមកយើងជ្រើសរើសយកពាក្យថា system អូខេមកដល់ចំណុចនេះបន្ទាប់មកយើងត្រូវរកពាក្យថា remove overallនេះបងប្អូនអូខេតបមកយើងជ្រើសរើសពាក្យថា or remove close អូខេ
កន្លែងនេះមកយើងចុច apply តោះមកយើងចុចពី OK អញ្ចឹងរបស់យើងឥឡូវយើងបានបង្កើតបានសម្រាប់ហើយសូមបញ្ជាក់កន្លែងហ្នឹងយើងអត់អាច apply ទៅលើគ្រប់បានទេយើងអាច apply ទៅបានតែនៅលើ OU អូខេឥឡូវខ្ញុំធ្វើការមាន link មួយ create GPOចឹងអានេះជាឈ្មោះដែលយើងបានបង្កើតយើងចុចនឹងមកហើយយើងចុចពាក្យថា OK ចឹងនៅរាល់ user ដែលយើងបានបង្កើតនៅក្នុង OU ដែលមានឈ្មោះថា NBN គឺมันអាចប្រើនៅ disable USB បានទេអូខេអរគុណសម្រាប់ការតាមដានទស្សនាអ្នកទាំងអស់គ្នាសូមអរគុណអញ្ចឹងសូមបងហៅបន្តិចតើតើនឹងការបើយើងចង់ control ទៅលើអ្វីមួយគឺយើងចូលមកដល់កន្លែងmouse ស្ដាំមកយើងយកពាក្យ new ហើយដាក់នៅអ្វីដែលអ្នកទាំងអស់គ្នាចង់ប្រើអូខេអរគុណបាយបាយ